four characteristics of God's love. តើដីស្រឡាញ់របស់ព្រះជាម្ចាស់មានលក្ខណៈបែបណា Last meeting we have go through point 1. សប្តាហ៍ការចែកម្លែកលើកមុនរបស់គាត់គឺគាត់បានបញ្យល់យើងពីចំណុចលេខ This meeting I would like to start from point number 2 and then 3. ហើយសម្រាប់ថ្ងៃនេះវិញគឺគាត់ចង់និយាយពីចំណុចទី2និងចំណុចទី We must be rooted in God's love. 3យើងទាំងអស់គ្នាត្រូវតែចាក់ឫសនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ The only way to live. នេះគឺជាផ្លូវតែមួយគត់ដែលយើងទាំងអស់គ្នាអាចរស់នៅ What is the only way to live for Christian? តើអីទៅដែលផ្លូវតែមួយគត់ដែលគ្រីស្ទបរិស័ទអាចរស់នៅបាន Do you want to be a good Christian? តើយើងទាំងអស់គ្នាចង់ក្លាយទៅជាគ្រីស្ទបរិស័ទដ៏ល្អអត់ Do you want to love the Lord? តើយើងទាំងអស់គ្នាចង់ស្រឡាញ់ព្រះអង្គអត់ If you cannot be a victorious Christian, you will not be happy. បើសិនជាយើងមិនមែនជាគ្រីស្ទបរិស័ទដែលមានជ័យជំនះទេគឺយើងទាំងអស់គ្នាក៏អាចទទួលបានភាពសប្បាយរីករាយដែរ If you don't love the Lord, you will not feel happy inside. បើសិនជាយើងទាំងអស់គ្នាអត់ស្រឡាញ់ព្រះអង្គយើងទាំងអស់គ្នាក៏អាចសប្បាយចិត្តដែរ You can know whether you are happy inside or not. យើងទាំងអស់គ្នាដឹងខ្លួនហើយថាក្នុងចិត្តយើងសប្បាយចិត្តឬក៏អត់ For example, when you love the world, deep inside your heart, you feel not easy. ជាពិសេសនៅពេលដែលយើងទាំងអស់គ្នាស្រឡាញ់លោកីយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តយើងនៅពេលហ្នឹងក្នុងចិត្តយើងប្រកាសជាមានអារម្មណ៍ថាអត់ងាយស្រួលនោះឡើយ You can know whether you are happy or not inside. យើងទាំងអស់គ្នាដឹងច្បាស់ថាយើងទាំងអស់គ្នាសប្បាយចិត្តឬក៏អត់ Once you don't love the Lord, you will not feel happy inside. បើសិនជាយើងទាំងអស់គ្នាអត់ស្រឡាញ់ព្រះអង្គទេនៅពេលនោះហើយយើងដឹងខ្លួនថានៅក្នុងចិត្តយើងគឺយើងអត់ទទួលបានភាពសប្បាយរីករាយពិតប្រាកដទេ Because you are new creation. ដោយសារតែយើងទាំងអស់គ្នាគឺជាអ្នកដែលកើតជាថ្មី You are born again. យើងទាំងអស់គ្នាកើតជាថ្មីនៅក្នុងព្រះអង្គ You are that is what you feel and you can understand by yourself. ហើយនេះគឺជាអារម្មណ៍ដែលយើងទាំងអស់គ្នាអាចទទួលបានដោយខ្លួនឯងយើង If you want to have a joyous life, you must love the Lord. បើសិនជាយើងចង់រស់នៅក្នុងជីវិតមួយដែលពោរពេញដោយអំណរគឺយើងត្រូវតែស្រឡាញ់ព្រះអង្គ So the only way to live is live by faith. ហើយវិធីតែមួយដែលយើងទាំងអស់គ្នាអាចរស់នៅបានគឺយើងរស់នៅដោយជំនឿ You must live by faith. យើងទាំងអស់គ្នាត្រូវតែរស់ដោយជំនឿ So what is faith? តើអីទៅជាជំនឿ You must know the meaning of faith. យើងទាំងអស់គ្នាប្រកាសជាយល់ពីអត្ថន័យនៃជំនឿហើយ Firstly, come to the Lord. ទី1គឺយើងទាំងអស់គ្នាមករកព្រះជាម្ចាស់ A true faith must come to the Lord. ជំនឿដ៏ពិតប្រាកដគឺយើងចូលទៅកាន់ព្រះអង្គម្ចាស់ If you don't come to the Lord, you have no faith. បើសិនជាយើងទាំងអស់គ្នាអត់ចូលទៅចិត្តព្រះអង្គម្ចាស់ទេយើងទាំងអស់គ្នាគ្មានជំនឿនោះឡើយ Faith must have an inside action that you must come to the Lord. ជំនឿគឺពាក់ព័ន្ធជាមួយនឹងសកម្មភាពដែលយើងសម្រេចចិត្តពីខាងក្នុងថាយើងចង់ចូលទៅចិត្តព្រះអង្គ For example, if you join this meeting, you come to the Lord, right? ឧទាហរណ៍យើងទាំងអស់គ្នាចូលរួមការប្រជុំមួយនេះមានន័យថាយើងទាំងអស់គ្នាចូលទៅចិត្តព្រះអង្គដែរ Then you are live by faith. មានថាយើងទាំងអស់គ្នាកំពុងតែរស់ដោយជំនឿ If you don't join the meeting, បើសិនបើយើងទាំងអស់គ្នាអត់ចូលរួមការប្រជុំទេ you are not live by faith. យើងទាំងអស់គ្នារស់ដោយសេចក្តីជំនឿឡើយ Then inside your heart, you will not feel happy. ហើយនៅក្នុងចិត្តយើងទាំងអស់គ្នាយើងនឹងអត់អាចទទួលបានអារម្មណ៍សប្បាយ Anyone don't join the meeting will feel happy. មានអ្នកគេដែលអាចចូលដែលអត់ចូលរួមការប្រជុំហើយសប្បាយចិត្តអត់ You can raise your hand. បើសិនជាអត់ចូលរួមការប្រជុំហើយនៅសប្បាយចិត្តគឺលើកដៃឡើងមក If you don't join the meeting, can you feel happy? បើសិនជាយើងអត់ចូលរួមការប្រជុំយើងអាចមានអារម្មណ៍សប្បាយចិត្តអត់ No. No. If you don't join the meeting, can you feel happy? Yes? No. Sometimes maybe you are a bit lazy. ហើយជាពេលខ្លះយើងមានអារម្មណ៍ថាយើងខ្ជិលដែរ Then you feel you don't want to you prefer sleeping than going to meeting. ហើយជាពេលខ្លះយើងខ្ជិលយើងគិតថាយើងចង់គេងជាងអញ្ចឹងយើងសុខចិត្តជ្រើសយកការគេងជាងការចូលរួមការជួបជុំ But that is not your true self. ប៉ុន្តែនេះមិនមែនជាអីដែលយើងជាយើងពិតប្រាកដទេ If you really sleeping, you don't join the meeting,
you do not feel happy. បើសិនជាយើងពិតជាទៅគេងហើយយើងអត់ចូលរួមការជួបជុំមែននោះយើងនឹងក៏អត់អាចទទួលបានភាពសប្បាយរីករាយដែរ Okay, the second meaning is influenced by the truth. ហើយអត្ថន័យទី2គឺមានន័យថាទទួលឥទ្ធិពលពីសេចក្តីពិត If you are influenced by the truth, you are live by faith. បើសិនជាយើងទទួលឥទ្ធិពលល្អដែលមកពីសេចក្តីពិតយើងទាំងអស់គ្នារស់នៅក្នុងជំនឿហើយ Just we have joined the bread breaking meeting. ដូចជាយើងចូលពិធីកាច់នំប៉័ងមិនអញ្ចឹង Do you influenced by the lost love? តែយើងទាំងអស់គ្នាទទួលដែលយើងទាំងអស់គ្នាប៉ះពាល់ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គអត់ The lost love is the greatest truth. សេចក្តីស្រឡាញ់របស់ព្រះអង្គគឺជាសេចក្តីពិតដ៏ធំបំផុត So every time when your heart touched by the lost love, ហើយគ្រប់ពេលវេលាទាំងអស់ដែលយើងទាំងអស់គ្នាប៉ះពាល់ចិត្តដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ that means you are influenced by the truth. មានថានៅពេលនោះហើយដែលយើងទាំងអស់គ្នាទទួលឥទ្ធិពលដែលមកពីសេចក្តីពិត You feel happy inside. ហើយយើងទាំងអស់គ្នាសប្បាយចិត្ត So you are living by faith. ដូច្នេះមានន័យថាយើងទាំងអស់គ្នារស់នៅដោយជំនឿ So what is faith? តើអីទៅជាជំនឿ Faith is come to the Lord and influenced by the truth. ជំនឿគឺជាការមករកព្រះអង្គម្ចាស់ហើយទទួលឥទ្ធិពលដែលមកពីសេចក្តីពិត Okay. Life changing knowledge. ចំណុចមួយទៀតនិយាយពីចំណេះដឹងដែលផ្លាស់ប្ដូរជីវិត Not every kind of knowledge can change your life. មិនមែនចំណេះដឹងទាំងអស់សុទ្ធតែអាចផ្លាស់ប្ដូរជីវិតយើងទាំងអស់គ្នាបានទេ But there really a life changing knowledge. ប៉ុន្តែជីវិតគឺអាចផ្លាស់ប្ដូរចំណេះដឹងបាន The knowledge that change your life is knowing God. ចំណេះដឹងដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងទាំងអស់គ្នាគឺជាការដែលស្គាល់ព្រះជាម្ចាស់ Every time when you know the Lord more, your life will be changed more. គ្រប់ពេលវេលាដែលយើងទាំងអស់គ្នាស្គាល់ព្រះអង្គកាន់តែច្រើនបន្ថែមទៀតជីវិតយើងកាន់តែផ្លាស់ប្ដូរច្រើនបន្ថែមទៀត Every time when you know the Lord deeper, your life will change deeper. ហើយគ្រប់ពេលដែលយើងទាំងអស់គ្នាស្គាល់ព្រះអង្គកាន់តែជ្រាលជ្រៅជីវិតរបស់យើងទាំងអស់គ្នាផ្លាស់ប្ដូរកាន់តែជ្រាលជ្រៅទៅ So do you want to change? តែយើងទាំងអស់គ្នាចង់ផ្លាស់ប្ដូរជីវិតរបស់យើងអត់ So you must know the Lord. ដូច្នេះយើងគួរតែស្គាល់ព្រះអង្គបន្ថែមទៀត The life knowledge, the life changing knowledge is to come to the Lord and influenced by the truth. អញ្ចឹងចំណេះដឹងគឺយើងទាំងអស់គ្នាគួរតែរកចូលទៅរកព្រះអង្គហើយទទួលបានឥទ្ធិពលដែលមកពីសេចក្តីពិត Every time when you come to the Lord and influenced by the truth, you will have the life changing knowledge. គ្រប់ពេលដែលយើងចូលទៅជិតព្រះអង្គហើយទទួលបានឥទ្ធិពលដែលមកពីសេចក្តីពិតនោះយើងនឹងទទួលបានចំណេះដឹងដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងទាំងអស់គ្នាបាន I would like to draw your attention to this sentence. យើងក៏ចង់យើងទាំងអស់គ្នាផ្ដោតអារម្មណ៍នៅលើឃ្លាទី2 Come to the Lord and influenced by the truth. មករកព្រះអង្គម្ចាស់ហើយទទួលឥទ្ធិពលដែលមកពីសេចក្តីពិត That is also the meaning of faith of truth. Again. ហើយអានឹងទៅជាដូចសំណួរដែលគាត់បាននិយាយមិញហ្នឹងតើអ្វីទៅជាជំនឿ So, if want to learn the life changing knowledge, we must exercise the truth. ហើយបើយើងទាំងអស់គ្នាចង់ឲ្យមានចំណេះដឹងដែលផ្លាស់ប្ដូរជីវិតគឺយើងគួរតែអនុវត្តជំនឿរបស់យើងទាំងអស់គ្នា Greatest truth in the law in the universe. គឺមានសេចក្តីពិតដ៏ធំបំផុតនៅក្នុងសកលលោក The greatest truth in the universe is God and God is love. សេចក្តីពិតដ៏ធំបំផុតនោះគឺព្រះជាម្ចាស់ផ្ទាល់ហើយនិងសេចក្តីស្រឡាញ់ដែលព្រះគឺជាសេចក្តីស្រឡាញ់ So if you want to influence by the truth, បើសិនជាយើងទាំងអស់គ្នាអាចចង់ទទួលឥទ្ធិពលល្អដែលមកពីសេចក្តីពិត you must influence by God and God is loving you. ចឹងយើងគួរតែទទួលឥទ្ធិពលដែលមកពីព្រះជាម្ចាស់ផ្ទាល់ហើយដែលព្រះអង្គជាព្រះនៃសេចក្តីស្រឡាញ់ If every time when you are experience the lost love, you will change. គ្រប់ពេលវេលាដែលយើងទាំងអស់គ្នាទទួលបានបទពិសោធន៍ដែលមកពីសេចក្តីស្រឡាញ់របស់ព្រះអង្គយើងទាំងអស់គ្នានឹងផ្លាស់ប្ដូរ So what is the greatest truth at that moment? តើអីទៅដែលជាសេចក្តីពិតដ៏ធំបំផុតនៅពេលហ្នឹង Okay, what is the greatest truth at that moment? នៅពេលហ្នឹងសេចក្តីពិតមួយណាដែលធំបំផុត What do you think? The greatest truth at that moment. God is love.
The greatest truth at that moment is God and God is love. ចឹងសេចក្តីពិតដ៏ធំបំផុតគឺព្រះជាម្ចាស់ផ្ទាល់ហើយមួយទៀតជាព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ Or in other words, God is loving you. ហើយព្រះជាម្ចាស់ស្រឡាញ់យើងទាំងអស់គ្នា The greatest truth at that moment is God is loving you. ហើយនៅពេលនោះសេចក្តីពិតដ៏ធំបំផុតគឺព្រះអង្គស្រឡាញ់យើងទាំងអស់គ្នា Loving me. ស្រឡាញ់យើងទាំងអស់គ្នាម្នាក់ៗ That is the greatest truth at that moment. នៅពេលនោះគឺជាសេចក្តីពិតដ៏ធំបំផុតហើយ Do you want the Lord change you at that moment? តែយើងចង់ឲ្យព្រះអង្គផ្លាស់ប្ដូរយើងនៅពេលហ្នឹងអត់ Yes. So you must influenced by that truth that the Lord is loving me. ចឹងបើយើងចង់ផ្លាស់ប្ដូរឬត្រូវតែយើងដឹងថាយើងដឹងពីសេចក្តីពិតដែលព្រះអង្គស្រឡាញ់យើងទាំងអស់គ្នា If your heart was touched that the Lord is loving me, if your heart was touched by the Lord is loving you, you will change at that moment. បើសិនជាដួងចិត្តរបស់យើងទាំងអស់គ្នាអាចដឹងថាព្រះអង្គស្រឡាញ់យើងហើយប៉ះពាល់ដោយព្រះអង្គស្រឡាញ់យើងនឹងអាចផ្លាស់ប្ដូរនៅពេលហ្នឹង You must work it in His love. ដូច្នេះយើងគួរតែចាក់ឫសនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ Let's read these verses in command. ចឹងយើងអានខគម្ពីរនេះនៅក្នុងស្លាយហ្នឹងជាភាសាខ្មែរទាំងអស់គ្នា Okay, 1, 2, 3. សូមព្រះគ្រីស្ទគង់នៅក្នុងចិត្តបងប្អូនដោយជំនឿនិងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្តីស្រឡាញ់ Okay, rooted in love. ចឹងយើងទាំងអស់គ្នាគួរតែចាក់ឫសនៅក្នុងសេចក្តីស្រឡាញ់